នៅក្នុងវីដេអូនេះបងប្អូននឹងដឹងពីសាច់រឿងចំនួន2សាច់រឿងពាក់ព័ន្ធជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករបឺតសង្ឃឹមហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករគមរៈច័ន្ទរាជដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាហើយប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តទៀតឥឡូវនេះយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករបឺតសង្ឃឹមបាទបឺតសង្ឃឹមបងប្អូនហើយបាទសុកចិត្តអត់ទទួលការប្រកួតកាលពីមួយសប្តាហ៍មុនបាទជាមួយនឹងកីឡាករចិនក៏ព្រោះតែត្រៀមខ្លួនប៉ះជាមួយនឹងកីឡាកររុស្ស៊ីរូបនេះឯងបងប្អូនបាទគឺប៉ះជាមួយនឹងជើងខ្លាំងរុស្ស៊ីតែម្ដងបាទបត់ពិសោធន៍មិនធម្មតាហើយក៏ជាម្ចាស់ខ្សែក្រវ៉ាត់បាទច្រើនស្ថាប័នទៀតផងបាទសម្រាប់កីឡាកររុស្ស៊ីរូបនេះបាទគេមានឈ្មោះថាកីឡាករ Daniil Sharonov បាទកីឡាកររុស្ស៊ីហើយសម្ពោះកីឡាកររុស្ស៊ីនិងកីឡាករបឺតសង្ឃឹមគេវាយក្នុងប្រភេទគីឡូបាទគឺ60គីឡូក្រាមបាទអញ្ចឹងបឺតសង្ឃឹមឡើងមកវាយក្នុងប្រភេទគីឡូ60គីឡូក្រាមហើយបងប្អូនបាទអញ្ចឹងគីឡូ60បាទត្រៀមបងប្អូនបាទគីឡូ60ត្រៀមបាទមានពេជ្រសម្បត្តិមានកីឡាករផ្សេងទៀតដែលកំពុងតែធ្វើការប្រកួតក្នុងប្រភេទគីឡូ60បាទដោយឈុតសេរីវ៉ាន់ថងបាទតែឈុតសេរីវ៉ាន់ថងនៅបឺតសង្ឃឹមពួកគាត់ប្អូនធေါ်បងធေါ်ហើយបាទអាចគម្រាបចំឲ្យប៉ះគ្នាក៏បានដែរបាទដោយឃីមបូរ៉ាបាទដោយសុកធីបាទតែសុកធីឥឡូវនេះគីឡូ7ជាងបងប្អូនបាទអញ្ចឹងកំពុងតែសម្រក់មិនដឹងថាតើអាចសម្រក់មកវាយគីឡូ60បានវិញឬក៏យ៉ាងណាដែរឥឡូវកំពុងហើមហល់បងប្អូនបាទសម្រាប់កីឡាករសុកធីបាទអញ្ចឹងសង្ឃឹមថាកីឡាករបឺតសង្ឃឹមបាទនឹងធ្វើបានល្អនៅក្នុងជំនួបប៉ះជាមួយនឹងកីឡាកររុស្ស៊ីនៅក្នុងកម្មវិធី Golden Boy គុណខ្មែរបាទនៅថ្ងៃទី5ខែកក្កដាឆ្នាំ2026នៅទឹកដីបាទតំបន់ចិត្ត K Mall បាទផ្លូវវែងស្រេងរាជធានីភ្នំពេញបងប្អូនបាទហើយចំពោះការប្រកួតនេះដែរបាទក៏ជាការប្រកួតលក្ខណៈដណ្ដើមពានបងប្អូនបាទដណ្ដើមពាន Golden Boy បាទអញ្ចឹងគឺជាកម្មវិធីធំហើយហេតុអីបានជាធំដោយសារតែកម្មវិធីនេះមួយឆ្នាំរៀបចំតែម្ដងទេបងប្អូនបាទមួយឆ្នាំរៀបចំតែម្ដងទេហើយបេក្ខភាពកីឡាករបឺតសង្ឃឹមនិងកីឡាករគមរៈច័ន្ទរាជគឺជាបេក្ខភាពថ្មីស្រឡាងតែម្ដងដែលបានចូលលេងនៅក្នុងកម្មវិធីGolden Boy គុណខ្មែរនេះទេបងប្អូនបាទហើយបើតាមការលើកឡើងរបស់បងប្រុស Tommy Kim គាត់បានលើកឡើងតាក់ទងជាមួយនឹងបេក្ខភាពបាននីមួយដែលធ្វើការប្រកួតនៅក្នុងកម្មវិធី Golden Boy នេះគឺសិតតែជាកីឡាករដែលមានប្រវត្តិប្រកួតមិនធម្មតាក៏ដូចជាប្រជាប្រិយភាពមិនធម្មតាហើយគាត់ថាកីឡាករដែលធ្វើការប្រកួតនៅក្នុងកម្មវិធីនេះយ៉ាងហោចណាស់ក៏ប្រកួតចុងក្រោយគឺទទួលបានជ័យជំនះដែរបាទអញ្ចឹងគឺនេះជាចំណុចសំខាន់ជាចំណុចដែលមានកីឡាករហើយព្រោះបន្ទាប់ពីឃើញសមាជិកភាពមកចេញមកអ្នកខ្លះគាត់ខមមិនថាហេតុអីបានជាមានតែកីឡាករដដែលអត់ផ្ដល់ឱកាសឲ្យកីឡាករផ្សេងអញ្ចឹងណាបងប្អូនបាទអញ្ចឹងជាការឆ្លើយតបបាទពីសំណាក់បងប្រុស Tommy Kim គាត់បានលើកឡើងតាក់ទងជាមួយនឹងប្រជាប្រិយភាពពាក់ព័ន្ធជាមួយនឹងការប្រកួតតាក់ទងជាមួយនឹងបទពិសោធន៍ប្រកួតហើយនឹងជាពិសេសគឺប្រជាប្រិយភាពប្រកួតតែម្ដងបាទបើសិនជាប្រជាប្រិយភាពគាត់ប្រកួតខ្លាំងល្អហើយមានការគាំទ្រច្រើនបាទក៏ជាការលើកទឹកចិត្តឲ្យគាត់ចូលរួមប្រកួតដែរបងប្អូនដឹងហើយបាទកម្មវិធីមួយឆ្នាំធ្វើម្ដងអញ្ចឹងគេសម្រិតសម្រាំងអញ្ចឹងគឺជារឿងល្អបំផុតហើយបាទគឺជារឿងល្អបំផុតហើយចំពោះបេក្ខជនផ្សេងទៀតដូចធឿនធីរ៉ាអីបងប្អូនដឹងហើយបើទោះបីជាធឿនធីរ៉ាបច្ចុប្បន្ននេះគាត់រៀងធ្លាក់ប្រជាប្រិយភាពបន្តិចប៉ុន្តែអ្នកគាំទ្រមួយចំនួនធំបាទនៅតែបន្តចង់ឃើញការប្រកួតរបស់កីឡាករធឿនធីរ៉ាបើទោះបីជាគាត់បានបាត់មុខពីគុណខ្មែរប្រមាណជា 3-4 ខែមកនេះប៉ុន្តែបងប្អូនមហាជនអ្នកគាំទ្រភាគច្រើនក៏នៅតែទន្ទឹងរង់ចាំការប្រកួតរបស់កីឡាករធឿនធីរ៉ាចឹងសបញ្ជាក់ឲ្យឃើញថាបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរក៏នៅតែគាំទ្រកីឡាករធឿនធីរ៉ាដូចគ្នាបាទមែនតើទៅធឿនធីរ៉ាគាត់
អាចនិយាយបានថាគាត់ជួយគុណខ្មែរយើងបានច្រើនណាបងប្អូនបាទគុណខ្មែរយើងបានមកដល់សពថ្ងៃមានការគ្រប់គ្រងក៏ដូចជាមានការចាប់អារម្មណ៍មកដល់ពេលបច្ចុប្បន្ននេះក៏មានការចូលរួមយ៉ាងខ្លាំងបាទពីសំណាក់កីឡាករធឿនធីរ៉ានេះឯងបងប្អូនបាទអញ្ចឹងគេស្គាល់គុណខ្មែរមកដល់ពេលបច្ចុប្បន្នក៏អាចនិយាយបានថាជាចំណែកមួយរបស់កីឡាករធឿនធីរ៉ាដែរបាទដែលអាចបង្ហាញក៏ដូចជាផ្សព្វផ្សាយគុណខ្មែរទាំងក្នុងប្រទេសទាំងក្រៅប្រទេសបងប្អូនបាទអញ្ចឹងសូមបញ្ចប់សាច់រឿងរបស់កីឡាករបឺតសង្ឃឹមយើងចូលសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករគុំរៈច័ន្ទរាជគុំរៈច័ន្ទរាជក៏វាយក្នុងប្រភេទគីឡូ60ដែរបងប្អូនបាទអញ្ចឹងត្រៀមបាទសម្រាប់ក្នុងប្រភេទគីឡូ60ចាំទទួលផងបាទចាំទទួលផងទាំងបឺតសង្ឃឹមទាំងកីឡាករគុំរៈច័ន្ទរាជអូយយបាទឡើងមកហើយបាទឡើងមកក្នុងប្រភេទគីឡូ60ហើយគីឡូ60នេះកីឡាករលំដាប់ខ្លាំងច្រើនណាស់បងប្អូនបាទច្រើនណាស់អញ្ចឹងអត់មានខ្លាចខ្វះដៃគូប្រកួតទេព្រោះកម្មវិធីធំភាគច្រើនគឺជាកម្មវិធីដែលរៀបចំឲ្យខ្មែរប៉ះខ្មែរនេះឯងបងប្អូនបាទអញ្ចឹងខ្ញុំជឿថាអ្នករៀបចំកម្មវិធីបន្ទាប់ពីឃើញសមាជិកភាពបឺតសង្ឃឹមនិងកីឡាករគុំរៈច័ន្ទរាជបានឡើងមកក្នុងប្រភេទ60បាទខ្ញុំជឿថាអាចនឹងឆាប់ខាងមុខនេះនឹងមានព្រឹត្តិការណ៍រៀបចំឲ្យពួកគាត់គេថាវាយវិលជុំឬក៏វាយអីយ៉ាងម៉េចយ៉ាងម៉ាយើងចាំអត់ទាំងអស់គ្នាបងប្អូនបាទព្រោះពួកគាត់សិតតែកីឡាករលំដាប់ដែលមានប្រជាប្រិយភាពរួបផ្សំជាមួយនឹងបច្ចេកទេសនិងបទពិសោធន៍តាក់ទងជាមួយនឹងសមត្ថភាពដែរនៅក្នុងការប្រកួតនៅលើសាយវានជាក់ស្ដែងបងប្អូនបាទអញ្ចឹងគុំរៈច័ន្ទរាជក៏ត្រូវប៉ះជាមួយនឹងកីឡាកររុស្ស៊ីដែរបាទគឺជាកីឡាករជើងខ្លាំងរបស់កីឡាកររុស្ស៊ីបាទគឺកីឡាករ Ivan Gus បាទ Ivan Gus នេះក៏ជាម្ចាស់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នមកពីប្រទេសរុស្ស៊ីដូចគ្នាបងប្អូនបាទអញ្ចឹងយើងចាំអត់ទាំងអស់គ្នាបងប្អូននៅថ្ងៃទី5ខែកក្កដាឆ្នាំ2026បាទទីតាំងនៅផ្សារ K-Mall ផ្លូវវែងស្រេងរាជធានីភ្នំពេញវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា